ngày đi đã bằng ai mà đong mớ trao chân prai pa em chân ngành na bông bồn ơi coi sọc sọc nó nực thà chân trao chân sco bông bồn ơi chân mà đạo là mua co mà đong mớ từ bông nhưng nhom tha chân vô thẻ nứng cắt bát té bông nhắm đôi nơi sọc mai dương bông mà sái bông bồn có bàn tay nó khơi thấy đôi chân thẻ chân phải pa em hồi lực tâm chiêng chân có thưa nâng nhắm từ phụ thẻ bông mà sái hay nâng từ luồng bông mà sái nó là ra thưa nhắm đai nâng bàn tay bờ trao chân sco prai pa em ní cứ nâng nhom ở sơi thưa thì chân hai nực trong nhắm còn mặt vừa nhắm mong tới hay bằng hai bông ôn đái ở đằng pi đặc biệt vừa bỏ nên nhóm á từ bông cái nên nhóm cha ở phèn cha ở cái đau chỉ muốn sân nó bông ôn đôi hai nghĩa mà chật tra á bông ôn sầm rạp tra bông ôn trong cắt chỉ đông đông còn cong trùng trùng bài ná co say lỡ bông ôn trôi chật rụp riêng á nè bàn tay mẹ nên nhóm cứ nên nhóm chật bài nó hiện từ vậy chấn á bông ôn dương chật chân tới vừa xua căn nhắm á ở bà dân chỉ bông ôn cắt còn có à nó to từ do xôm chạ rư cổ chập nhắm đây bàn tay vừa bà bạn chập nhắm chiêng à hiện từ vậy chân chật hơi rủi ro nó nên nhomយកមកដាក់អំពងសម្រាប់ត្រាវនឹងបងប្អូនចង់ឲ្យវាស្រួយខ្ញៅក៏បងប្អូនប្រឡាក់ជាមួយនឹងម្សៅស្រួយហើយចាំយកមកអំពងក៏បានដែរប៉ុន្តែនឹងខ្ញុំខ្ជិលបងប្អូនអំពងវាអញ្ចឹងហ្មងព្រោះត្រាវវាស្រួយដលងក៏ស្រួយដែរអញ្ចឹងហើយមិនបាច់ជ្រលក់ម្សៅក៏បានដែរតែបងប្អូនចង់ឲ្យវាស្រួយរឹងជាងហ្នឹងបងប្អូនជ្រលក់ម្សៅតិចទៅជ្រលក់ម្សៅអីរោយម្សៅពីលើណាបងប្អូនត្រាវអំពងហើយរៀបរាល់ទុកទៅមួយដុល្លារសិនណាឥឡូវនេះខ្ញុំមកកូរស្ករនឹងឲ្យលាយចូលគ្នាសិនហើយលួចចិបអំបិលកន្លះស្ពាយបាយណាសម្រាប់ត្រាវនឹងខ្ញុំប្រើចំនួន1គីឡូហើយស្ករសនឹងខ្ញុំប្រើ4វែកទូចល្មមសម្រាប់កម្ដៅភ្លើងនឹងខ្ញុំអត់ប្រើខ្លាំងពេកទេល្មមហើយនឹងខ្ញុំបន្ថែមទឹកមួយកូនពេងទូចទៅដើម្បីកុំឲ្យវាខ្លោចបាតរួចហើយយើងកូរវឹកស្ករនឹងរហូតទាល់តែវារលាយសព្វចូលគ្នាហើយលើកមើលទៅវារាងតាយហើយចាំយើងចាក់ត្រាវចូលបងប្អូនបើស្ករយើងនៅគ្រើមអានឹងចាក់អត់បានទេវាអត់ទាន់ល្អណាអញ្ចឹងតោះស្ករយើងអាលាយចូលគ្នាឡើងរៀងតាយបន្តិចទៅចាំយើងដាក់ត្រាវចូលហើយកូរវឹកអាលាក់ចូលអាលាក់ឡើងឆ្អិនរួចរាល់បន្ថែមជាមួយនឹងស្លឹកខ្ទឹមគឺថាអូយឈ្ងុយស្លឹកខ្ទឹមកុំដាក់ច្រើនបងប្អូនដាក់យកក្លិនបន្តិចបានហើយឈ្ងុយឆ្ងាញ់ណាស់នេះគេហៅថាប្រៃផ្អែមតែបងប្អូនកុំភ្លេចថែមអំបិលផងដូចបងប្អូនបានឃើញអញ្ចឹងនាងខ្ញុំដាក់អំបិលដាក់ស្ករទៅដើម្បីឲ្យវាមានរសជាតិប្រៃផ្អែមឆ្ងាញ់តែបើអត់រោយស្លឹកខ្ទឹមទេបងប្អូនឆឹងស្ករសុទ្ធយើងកុំដាក់អំបិលច្រើនពេកដោយសារនេះនាងខ្ញុំយកប្រៃផ្អែមអញ្ចឹងរបៀបដូចថាបង្អែមបន្តិចចង្អាបបន្តិចឆ្ងាញ់ណាបងប្អូនធ្វើបែបហ្នឹងឈ្ងុយស្លឹកខ្ទឹមជួនកាលទៅនាងខ្ញុំឆឹងស្ករទៅជួនកាលនាងខ្ញុំឆឹងរៀងប្រៃផ្អែមអញ្ចឹងទៅវាឆ្ងាញ់មួយយ៉ាងម្នាក់បើស្វាមីនាងខ្ញុំគាត់ថាអានឹងឆ្ងាញ់ប៉ុន្តែចាញ់អាឆឹងស្ករគាត់ចូលចិត្តអាឆឹងស្ករជាងចំណែកនាងខ្ញុំចូលចិត្តអាឆឹងប្រៃផ្អែមនឹងជាងអញ្ចឹងបងប្អូនចំណូលចិត្តវាខុសគ្នាអញ្ចឹងត្រាវឆឹងស្កររោយស្លឹកខ្ទឹមឈ្ងុយស្នាដៃមីងដកផ្សិតមីងចុងភៅបងប្អូនអើយនេះអូយឈ្ងុយក៏ឡើងនាងខ្ញុំតែងតែធ្វើញ៉ាំបែបហ្នឹងបងប្អូនមកភ្លក់មួយនាងខ្ញុំអូយស្ករគេឡើងតំណងហ្មងមិនខ្លាំងប្រៃផ្អែមហើយធំឈ្ងុយស្លឹកខ្ទឹមខាងសាហាវអូយក្តៅស្រួយប្រៃផ្អែមអូយជាតិបង្អែមនឹងខ្ញុំចូលចិត្តត្រាវជាងគេបងប្អូនវាឆ្ងាញ់ណាខ្លាំង